ខាងប្រុសស្រឡាញ់ស្រីមុនឬខាងស្រីស្រឡាញ់ប្រុសមុនអ្នកណាជាអ្នកសុំរៀបការមុន ខ្ញុំសូមទទួលយកខ្ញុំជាអ្នកស្នើសុំគាត់ ខាងប្រុសជាអ្នកស្នើសុំខាងស្រីជាអ្នករៀបការ បាទ មើលរៀបរាប់អំពីប្រវត្តិស្នេហាដំបូងតិចបានទេ មែនតើទៅពីរអ្នកភរិយាខ្ញុំគឺជាសិស្សរួមថ្នាក់គ្នានៅឯខេត្ត អូខេ នៅវិទ្យាល័យអញ្ចឹងធម្មតាយើងរៀនជាមួយគ្នាយើងតែងតែមានការចាប់ចិត្តលួចមើលហើយជំនាន់កើជាងយើងគ្រាន់តែចិត្តនឹងចិត្តអញ្ចឹងពេលដែលយើងបានចប់លេងវិទ្យាល័យគឺយើងបានបែកគ្នាអញ្ចឹងក្រោយមួយទៀតបានយើងមកដល់ភ្នំពេញឯងចែកដនពេលវេលាមួយនោះគឺខ្ញុំជួបគាត់ដោយចែកដនអញ្ចឹងខ្ញុំក៏បានទៅលេងផ្ទះគាត់ពេលបន្ទាប់មកបានស្គាល់ផ្ទះគាត់អញ្ចឹងទៅតំណែងតំណងយើងគឺបានជាប់គ្នាក៏ប៉ុន្តែពេលហ្នឹងអត់ទាន់មានសាច់រឿងរៀបការនឹងកើតឡើងទេ អូខេបានចាប់ដើម បាទគ្រាន់តែយើងបានភ្ជាប់តំណែងតំណងគ្នាឡើងវិញក្នុងនាមជាមិត្តភ័ក្តិនៅឡើយទេនិយាយឲ្យមែនតើទៅភរិយាខ្ញុំគាត់ត្រូវភ្ជាប់ពាក្យជាមួយគូទៅថងមកគាត់ហើយត្រៀមនឹងរៀបការនឹងសល់ពេលប្រហែលជា3ខែទេក៏ប៉ុន្តែដោយចែកដនគាត់ថាអកុសលគូទៅថងរបស់គាត់មានបញ្ហាតាក់ទងនឹងគាត់មាននារីផ្សេងហើយ មានអ្នកផ្សេងទៀត បាទគាត់មានអ្នកផ្សេងអញ្ចឹងនិយាយមែនទេទៅបនខ្ពស់របស់ភរិយាខ្ញុំដែលគាត់ដឹងរឿងទៅអញ្ចឹងក៏ផ្ដាច់ពាក្យភ្លាមហើយគាត់ក៏ពិបាកចិត្តគាត់ក៏ទូរស័ព្ទមកលេងខ្ញុំមកពិភាក្សាទេហើយគាត់ហៅខ្ញុំថាំងមកការមួយយើងមកអីដល់អញ្ចឹងខ្ញុំថាមានអីហើយចែកដនពេលនោះខ្ញុំត្រៀមទៅលេងនៅឯប្រទេសសង្ហបុរីជាមួយក្រុមគ្រួសារខ្ញុំថាចាំត្រឡប់មកវិញចាំនិយាយគ្នារឿងហ្នឹងខ្ញុំធ្លាប់លួចឆ្លាញ់ ចា ការដែលនៅរៀនហើយគាត់ឆ្នះទៅរៀនជួនកាលខ្ញុំជិះកង់កាត់មកផ្ទះគាត់ណាគាត់យកចុងអំពៅគប់ខ្ញុំក៏មានដែរ ខាងយើងលួច ឆ្លាញ់គាត់ ខាងស្រី បាទ តែខាងស្រីមានលួចស្រឡាញ់ឬក៏ដឹងទេ អត់ អត់ទេ សម័ អ យ ត់ទេហៅទៅគេទៅការហ្មង ការដែលហៅទៅការហ្នឹងគឺនិយាយលេងសើចទេដោយសារមនុស្សកំពុងតែពិបាកចិត្តហើយអញ្ចឹងទៅមិនដឹងថាមានមិត្តភ័ក្តិណាត្រូវទេទៅពិភាក្សាក៏ទេតែគាត់នឹកឃើញគាត់មុនគេ អញ្ចឹងលុះដល់ពេលត្រឡប់មកវិញគាត់ក៏ទូរស័ព្ទមកខ្ញុំម្ដងទៀតគាត់ថាមានអ្នកគេចូលស្ដីទៅថងគាត់ហើយខ្ញុំក៏ឆាលដែរហាហែងហៅខ្ញុំទៅការហើយហេតុអីក៏អាឡែងទៅអាឡែងគេហៅថាឲ្យជួយពិភាក្សាជាមួយអ្នកផ្សេងអីអញ្ចឹងទៅអញ្ចឹងពេលហ្នឹងគាត់ចាប់ផ្ដើមឆោឡោវិញគាត់ក៏ពិភាក្សាមួយឪពុកម្ដាយអីហៅហែអញ្ចឹងទៅបានចុងក្រោយបានគាត់សម្រេចហើយប៉ុន្តែសាច់រឿងខ្ញុំវែងណាប៉ុន្តែខ្ញុំសង្ខេបចំណុចគូដែលពាក់ព័ន្ធនឹងសាច់រឿងរបស់ខ្ញុំនេះបាទ គូយើងគឺជាគូព្រេ